នេះគឺជារបៀបធ្វើដំឡូងបារាំងដុតញ៉ាំជាមួយនឹងស្តេកឬក៏ម្ហូបផ្សេងៗទៀតបែបអឺរ៉ុបថ្ងៃមុននេះខ្ញុំបានចែករំលែកពីរបៀបធ្វើសូសញ៉ាំជាមួយនឹងស្តេកហើយនិងដំឡូងបារាំងនេះផងដែរហើយបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើបងប្អូនអាចចុចនៅលើ link ដែលនេះខ្ញុំនឹងដាក់ជូនបងប្អូនមើលហើយចំពោះមុខម្ហូបមួយមុខនេះផងដែរសម្រាប់បងប្អូនដែលគាត់ចូលចិត្តពិសាមុខម្ហូបបែបអឺរ៉ុបកុំភ្លេចសាកល្បងធ្វើមួយមុខនេះពិសាញ៉ាំទាំងអស់គ្នាឥឡូវនេះខ្ញុំមកបង្ហាញពីរបៀបធ្វើរបស់នាងខ្ញុំជាដំបូងនេះខ្ញុំយកដំឡូងបារាំងកាត់ជាដុំហើយចំពោះដំឡូងបារាំងនេះខ្ញុំអត់ចិត្តសម្បកទេបងប្អូនអាចទុកជាសម្បកនឹងបានហើយបងប្អូនគ្រាន់តែលាងឲ្យបានស្អាតទៅហើយយកទៅចម្អិនជាមួយនឹងម្រេចអំបិលបន្តិចនៅពេលដែលបានឆ្អិនរួចរាល់ហើយបងប្អូនស្រង់ឲ្យរៀងស្រស់ទឹកទៅហើយបងប្អូនដាក់ចូលនៅលើក្នុងថាសមួយដែលយើងអាចយកទឹកដុតបានណាហើយបន្ទាប់មកទៀតហ្នឹងគឺយើងរាយវាដើម្បីកុំឲ្យវាជិតគ្នាពេកដាក់ឲ្យវារៀងឃ្លីតឆ្ងាយពីគ្នាទៅហើយនេះខ្ញុំយកកែវមួយក៏បានចានអីក៏បានដែរនេះខ្ញុំយកមកសង្កត់នៅលើដំឡូងបារាំងហ្នឹងណាដល់ពេលដែលសង្កត់ដំឡូងបារាំងហ្នឹងរួចរាល់អស់ហើយបន្ទាប់មកទៀតហ្នឹងគឺនេះខ្ញុំចាប់ផ្ដើមមកលាយជាមួយនឹងគ្រឿងចំពោះគ្រឿងវិញនេះខ្ញុំប្រើជាមួយនឹងប៉ាប្រីកាដែលគេហៅថាម្សៅម្ទេសប្លោកម៉ត់ណាបងប្អូនអាចមើលរូបថតនៅលើអេក្រង់នឹងបានបន្តមកទៀតខ្ញុំបន្ថែមជាមួយនឹងម្រេចផងដែរហើយចំពោះចំណុះវិញបងប្អូនអាចលៃលកទៅតាមចំណូលចិត្តបានហើយនេះគឺជាម្សៅខ្ទឹមសបងប្អូនឬក៏មិនចឹងទេបងប្អូនអាចប្រើជាមួយនឹងខ្ទឹមសស្រស់របស់យើងក៏បានដែរបងប្អូនច្រាមវាឲ្យម៉ត់ទៅបងប្អូនអាចរោយពីលើដំឡូងបារាំងនឹងបានហើយនេះគឺជាគ្រឿងរបស់គេហៅលាបដឺបោះជនជាតិអ៊ីតាលីបងប្អូនហើយលាបហ្នឹងនិយាយទៅបងប្អូនមិនចាំបាច់ដាក់ក៏បានដែរបើបងប្អូនអត់មានហើយនេះអ្វីដែលនាងខ្ញុំអត់ភ្លេចហ្នឹងគឺលាបដឺប្រូវង់សគឺជាគ្រឿងទេសស្ងួតរបស់ជនជាតិបារាំងបងប្អូននេះខ្ញុំនឹងដាក់រូបថតជូនបងប្អូនមើលដូចគ្នានេះខ្ញុំមិនដឹងថានៅស្រុកខ្មែរមានឬក៏អត់ទេបើតាមនេះខ្ញុំគិតប្រហែលជាមានទេបងប្អូនហើយពួកអីឥឡូវប្រទេសអភិវឌ្ឍអញ្ចឹងនេះខ្ញុំគិតថាប្រហែលជាមានរបស់របរជាច្រើនមុខប្រភេទហើយដែលគេអាចនាំចូលយកមកលក់នៅស្រុកខ្មែរនឹងបានណាហើយជាចុងក្រោយនេះខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចហើយជាមួយនឹងប្រេងអូលីវបើសិនជាបងប្អូនអត់មានប្រេងអូលីវទេបងប្អូនអាចប្រើជាមួយនឹងប៊ឺក៏បានដែរបងប្អូនគ្រាន់តែយកប៊ឺមកហើយលាបវានៅលើដំឡូងបារាំងហ្នឹងអញ្ចឹងហើយបងប្អូនយកទៅដុតទៅរីឯចំណែករយៈពេលដុតវិញគឺបងប្អូនមិនចាំបាច់ប្រើពេលយូរទេគ្រាន់តែថាឲ្យវារៀងមើលទៅឲ្យវារៀងឡើងក្រហមនៅលើផ្ទៃខាងលើនៃដំឡូងបារាំងហ្នឹងណាពួកអីដំឡូងបារាំងហ្នឹងវាឆ្អិនស្រាប់ហើយនៅពេលដែលយើងយកដំឡូងបារាំងហ្នឹងទៅដុតទៅបងប្អូនណានិយាយថាដំឡូងបារាំងរបស់យើងហ្នឹងគឺថាឡើងឈ្ងុយខ្លាំងមែនតើហើយញ៉ាំជាមួយនឹង steak sauce របស់យើងគឺថាហត់តែឈ្ងុយឆ្ងាញ់ហើយមុខម្ហូបហ្នឹងគឺថាស្រួលធ្វើមែនតែនមិនពិបាកធ្វើទេរីឯដំឡូងបារាំងវិញបងប្អូនអាចមិនចាំបាច់យកទៅដំបែបហ្នឹងក៏បានដែរគ្រាន់តែកាត់ជាដុំក៏មិនជាបញ្ហាដែរតែដល់ឡែកនាងខ្ញុំនិយាយទៅម្ហូបខ្លះគឺគេយកទៅសង្កត់វាធ្វើដុំបែបហ្នឹងអញ្ចឹងណាហើយម្ហូបខ្លះក៏គេយកទៅជាគ្រាន់តែកាត់វាជាដុំទូចទេនិយាយទៅបងប្អូនមើលទៅតាមហ្នឹងអញ្ចឹងណាអ្វីដែលបងប្អូនជួយចិត្តធ្វើញ៉ាំបែបណាបងប្អូនធ្វើទៅតាមហ្នឹងទៅគ្រាន់តែថានេះគឺជាពីរបៀបធ្វើរបស់នាងខ្ញុំដែលនាងខ្ញុំធ្វើញ៉ាំជារៀងរាល់ពេលហើយថ្ងៃនឹងផងដែរក៏នាងខ្ញុំបានញ៉ាំជាមួយនឹង steak មើលបងប្អូនមិនញ៉ាំជាមួយនឹង steak ទេបងប្អូនអាចធ្វើជាមួយញ៉ាំជាមួយនឹងសាច់មាន់ឬក៏សាច់ជ្រូកអីចឹងណាគឺបានញ៉ាំបានដូចគ្នាគ្រាន់តែថាភាគច្រើនដំឡូងបារាំងគឺញ៉ាំជាមួយនឹង steak គឺត្រូវជាងបងប្អូនសាច់មាន់អីក៏ញ៉ាំបានដូចគ្នាដែរជាមួយនឹងដំឡូងបារាំងហ្នឹងប៉ុន្តែការចំអិនហើយនឹងការលាយគ្រឿងលាយអីហ្នឹងគឺវាខុសៗគ្នាទៅតាមមុខម្ហូបផងដែរហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះផងដែរហើយជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនជំរាបលាបាយបាយ